ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមានមុខម្ហូបប្រភេទស្ងួតដែលមានរសជាតិប្រៃផ្អែមហឹរនិងមានក្លិនឈ្ងុយពីម្រះព្រៅគឺឆាកន្សោមពងមាន់ជាមួយម្រះព្រៅខ្ញុំនឹងបង្ហាញអំពីវិធីឆាឲ្យពងមាន់ឆ្អិនល្អពីខាងក្រៅនិងផ្នែកខាងក្នុងទន់ហើយមានជាតិមុខម្ហូបនេះមានតម្លៃថ្លៃនៅតាមភោជនីយដ្ឋានតែវាអាចចម្អិនបានដោយងាយៗខ្លួនឯងនៅផ្ទះនិងមិនចំណាយច្រើនគ្រឿងផ្សំក៏មិនមានអ្វីច្រើនដែរគឺមានតែកន្សោមពងមាន់និងម្រះព្រៅក្រៅពីនេះគឺជាគ្រឿងទេសដែលយើងមានស្រាប់នៅផ្ទះការរៀបចំគ្រឿងផ្សំមុនដំបូងយើងលាងកន្សោមមាន់ឲ្យបានស្អាតបន្ទាប់ពីលាងបានស្អាតហើយយើងយកទៅស្រុះទឹកនៅក្នុងទឹកស្រុះនោះយើងដាក់ស្រាធ្វើម្ហូបចំនួន1ស្លាបព្រាបាយអំបិល1ស្លាបព្រាកាហ្វេនិងស្លឹកក្រូចសើច3សន្លឹកការប្រើគ្រឿងផ្សំទាំងនេះនៅក្នុងទឹកស្រុះគឺដើម្បីជួយបង្កើនក្លិនឈ្ងុយនិងកាត់ក្លិនមិនល្អរបស់កន្សោមមាន់នៅពេលស្រុះយើងស្រុះពងមាន់ឲ្យដាច់ពីកន្សោមមាន់ដោយសារពងមាន់ត្រូវការរយៈពេលស្រុះតិចជាងកន្សោមមាន់បន្តិចវិធីដែលធ្វើឲ្យពងមាន់ឆ្អិនល្អពីខាងក្រៅនិងផ្នែកខាងក្នុងទន់ហើយមានជាតិគឺយើងត្រូវស្រុះពងមាន់នោះចន្លោះពី3ទៅ5នាទីឲ្យឆ្អិនត្រឹមតែ 80% នៅពេលដែលស្រុះរួចហើយយើងយកកន្សោមមាន់និងពងមាន់ទាំងនោះទៅត្រាំនៅក្នុងទឹកត្រជាក់ដើម្បីឲ្យចុះត្រជាក់ភ្លាមៗនេះគឺជាវិធីបញ្ចប់ការចម្អិនឲ្យត្រឹម 80% ដើម្បីទទួលបានស៊ុតដែលស្រស់និងមានរសជាតិឆ្ងាញ់បន្ទាប់ពីកន្សោមមាន់បានចុះត្រជាក់ល្អដូចនេះហើយយើងយកទៅលាងជម្រះពពុះនិងកំទេចកំទីតូចៗចេញដើម្បីឲ្យម្ហូបរបស់យើងមានសោភ័ណភាពនិងមានរសជាតិបន្ទាប់ពីលាងបានស្អាតដូចនេះហើយយើងយកកន្សោមមាន់ទៅកាត់តម្រឹមឲ្យមានប្រវែងខ្លីៗបន្តិចជាបន្តយើងលាយទឹកសម្រាប់ឆាគ្រឿងផ្សំទឹកឆាយើងមានអំបិល20ក្រាមម្សៅស៊ុបមាន់1ស្លាបព្រាកាហ្វេស្ករចំនួន2ស្លាបព្រាកាហ្វេប្រេងខ្យង1ស្លាបព្រាបាយនិងទឹកកន្លះស្លាបព្រាបាយការលាយទឹកសម្រាប់ឆាឲ្យហើយគឺមានភាពងាយស្រួលសម្រាប់ម្ហូបដែលត្រូវការចម្អិនលឿនរួចហើយយើងលាយគ្រឿងផ្សំនោះចូលគ្នាឲ្យសព្វនិងទុកមួយអន្លើសិនបន្ទាប់មកទៀតយើងបុកខ្ទឹមសនិងម្ទេសស្រស់ចំនួន2គ្រាប់យើងបុកខ្ទឹមសនិងម្ទេសនេះដើម្បីឲ្យគ្រឿងផ្សំទាំងពីរបញ្ចេញក្លិនបានកាន់តែឈ្ងុយបងប្អូនអាចបន្ថែមខ្ទឹមក្រហមទៀតក៏បានដែរបើសិនជាបងប្អូនមានព្រោះខ្ទឹមក្រហមក៏ជួយបង្កើនក្លិនឈ្ងុយដល់ម្ហូបបានច្រើនផងដែរចំនួនខ្ទឹមសនិងម្ទេសបងប្អូនអាចបន្ថែមបន្ថយទៅតាមចំណូលចិត្តនៅក្នុងគ្រឿងផ្សំទាំងនេះមានបន្ថែមម្ទេសក្រៀមផងដែរដើម្បីបង្កើនក្លិនឈ្ងុយនៅពេលដែលបុកខ្ទឹមនិងម្ទេសបានម៉ត់ល្អដូចនេះហើយយើងដួសទុកមួយឡែកសិនជាបន្តយើងយកម្រះព្រៅដែលបានលាងទឹកស្អាតហើយនេះយកទៅបេះយកស្លឹកមកប្រើចំពោះបងប្អូនដែលចូលចិត្តស្លឹកម្រះព្រៅនេះគឺអាចបន្ថែមចំនួនបន្តិចទៀតទៅតាមការដែលចូលចិត្តឥឡូវនេះដោយសារតែគ្រឿងផ្សំបានរៀបចំរួចរាល់អស់ហើយដូចនេះយើងអាចចាប់ផ្ដើមឆាបានហើយដែលមុនដំបូងដាក់ខ្ទះឲ្យក្តៅរួចហើយចាក់ប្រេងធ្វើម្ហូបចូលឲ្យក្តៅល្អដែរសិមយើងចាប់ផ្ដើមដាក់ម្ទេសក្រៀមចូលលីងជាមួយនឹងប្រេងឲ្យបានឈ្ងុយបន្តិចជាបន្តយើងដាក់ខ្ទឹមនិងម្ទេសដែលបានបុកអំបាញ់មិញចូលទាំងអស់និងចាប់ផ្ដើមឆាឲ្យមានក្លិនឈ្ងុយបន្ទាប់ពីក្លិនឈ្ងុយបានល្អហើយយើងត្រូវដាក់គ្រឿងក្នុងមាន់ចូលទៅឆាទៅមកជាមួយនឹងខ្ទឹមនិងម្ទេសរួចហើយទៅបន្ថែមពងមាន់តាមក្រោយចូលឆាជាមួយគ្នាឲ្យសព្វជាចុងក្រោយយើងចាក់ទឹកគ្រឿងផ្សំចូលនិងឆាត្រឡប់ទៅមកឲ្យចូលជាតិមកដល់ត្រឹមនេះបងប្អូនកុំភ្លេចភ្លក្សមើលសិនថាបើសិនជានៅខ្វះរសជាតិណាមួយបងប្អូនអាចបន្ថែមទៀតបានតែបើរសជាតិល្មមត្រូវមាត់ហើយបងប្អូនអាចបន្ថែមម្រះព្រៅរួចហើយបន្តឆាពី2ទៅ3ត្រឡប់មុននឹងបញ្ចប់ការចម្អិនឥឡូវនេះម្ហូបរបស់យើងកន្សោមពងមាន់ឆាជាមួយម្រះព្រៅរួចរាល់អាចពិសាបានហើយបងប្អូនចូលចិត្តពិសាជាម្ហូបប្រចាំថ្ងៃឬជាម្ហូបពិសាជួបជុំមិត្តភ័ក្តិនិងក្រុមគ្រួសារជាដើមបងប្អូនអាចពិសាជាមួយនឹងបាយក្តៅៗហើយអាចបន្ថែមទឹកត្រីឬទឹកស៊ីអ៊ីវម្ទេសទៀតគឺកាន់តែមានរសជាតិឆ្ងាញ់បើបងប្អូនមានកន្សោមមាន់តើបងប្អូនចូលចិត្តយកធ្វើម្ហូបអ្វីជាចុងក្រោយសូមអរគុណដល់ពុកម៉ែបងប្អូនដែលបានចំណាយពេលវេលាចម្អិនជាមួយខ្ញុំនៅក្នុងថ្ងៃនេះហើយយើងនឹងជួបគ្នាម្ដងទៀតនៅមុខម្ហូបបន្ទាប់សូមអរគុណនិងសូមជម្រាបលា